បង្កងមួយចំនួន3ចិញ្ចៀងហូបមិនគ្រាន់គេឃើញគេស្មានតែខ្ញុំគ្មានលុយទិញហូបមែននឹងបង្កងដែលពួកយើងហូបនៅផ្ទះគឺទម្ងន់10ចិញ្ចៀងឡើងអូខេចឹងម្នាក់មួយក្បាលទម្ងន់10ចិញ្ចៀងទៅសុំទោសលោកប្រុសបង្កងដែលធំបំផុតមានតែទម្ងន់3ចិញ្ចៀងទេសូម្បីតែបង្កងទម្ងន់10ចិញ្ចៀងក៏គ្មានដែរសន្តាគារអីក៏អន់ម្លេះសុំទោសលោកប្រុសយប់នេះខ្ញុំអ្នកប៉ៅអ្នកណាដណ្ដើមខ្ញុំចេញលុយគឺមើងងាយខ្ញុំហើយញ៉ាំឲ្យឆ្អែតទៅសុទ្ធតែប៉ៅហឺនឹងឆ្លៀងសមុទ្រមួយទៅនេះមិនថោកទេមែនទេគ្រាន់តែញ៉ាំអាហារមួយពេលសោះអស់លុយប៉ុន្មានទៅបងថ្លៃនៅតែលេងអោទេដែលមានកំណើតកម្មវិធីធំបែបនេះហ៊ានប៉ៅគឺប៉ៅហើយលេងហើយលើរកស៊ីធំដុំលុយប៉ុណ្ណឹងមិនជាបញ្ហាសម្រាប់គេទេហ្គីវ៉ាន់ឯងគួរតែរៀនសូត្រពីលេងអោខ្លះទៅជាមនុស្សប្រុសត្រូវតែមានមុខមាត់គុំគិតតែពីដឹកគ្រឿងសមុទ្ររាល់ថ្ងៃពេកតើមានត្រូវការអីដែរទេគិតលុយសួស្ដីទឹកប្រាក់សរុបគឺ68800 យ៉នខ្ញុំដឹងហើយបន្តិចទៀតខ្ញុំទៅគិតហើយ60000ជាងមិនទាំងព្រិចភ្នែកផងលេងហើយលើរកស៊ីធំមែនហើយបងថ្លៃបងចេញមកក្រៅបន្តិចមកខ្ញុំមានរឿងចង់និយាយជាមួយបងលោកប្រុសគិតលុយខាងនេះបងថ្លៃជួយគិតលុយឲ្យខ្ញុំបន្តិចមកអំបញ្ញមិញអញថាអញអ្នកចេញខ្ញុំអ្នកចេញនឹងហើយតែថ្ងៃនេះកាត់ខ្ញុំអស់លីមីតហើយបងជួយចេញសិនទៅស្អែកខ្ញុំវេឲ្យ68800មែនហើយបងចេញសិនទៅកុំឲ្យសាច់ញាតិនៅខាងក្នុងរោងចាំយូរឆ្នាំមុនបងប្អូនជីដូនមួយធ្វើគូមួយខែអញឲ្យខ្ញុំចេញលុយចំណងដៃ6000សិនឆ្នាំទៅមាននិយាយទូធ្វើគូអញនិយាយនៅមុខសាច់ញាតិទាំងអស់ថាអញអ្នករៀបចំកម្មវិធីចុងក្រោយលុយ68800ក៏ខ្ញុំអ្នកចេញដែររឿងកន្លងហួសយូរហើយអញរំលឹកធ្វើអីទៀតចុះឆ្នាំនេះជ្រូកនៅស្រុកអញកាត់កូនអញថាចង់ធ្វើពិធីអបអរក៏យកពីខ្ញុំ1800ទៀតដើម្បីរៀបចំពីតូលុយទាំងនេះអញធ្លាប់សងវិញខ្លះទេទាំងនេះសុទ្ធតែជារឿងគ្រួសារបងជាបងថ្លៃខ្ញុំជួយចេញលុយឲ្យគ្រួសារបន្តិចបន្តួចមានបញ្ហាអីឯងអ្នកបានមុខតែឲ្យខ្ញុំអ្នកចេញលុយមកថ្ងៃនេះសប្បាយចិត្តណាស់មិនក៏បងចេះតែរំលឹកពីរឿងចាស់នៅពេលនេះសុទ្ធតែគ្រួសារតែមួយម្យ៉ាងទៀតបងក៏មិនខ្វះលុយ60000នេះដែរចេញឲ្យខ្ញុំសិនទៅវាថាម៉េចខ្ញុំចេញលុយឲ្យឯងតែសាច់ញាតិសរសើរថាឯងចិត្តទូលាយចុះឲ្យគិតម៉េចអំបញ្ញមិញខ្ញុំនិយាយនៅមុខមនុស្សច្រើនណាស់ថាខ្ញុំអ្នកប៉ៅបងគុំធ្វើឲ្យខ្ញុំបាក់មុខអីឯងគ្មានលុយឥឡូវអាចចូលទៅប្រាប់គេថាឯងគ្មានលុយប៉ៅទេអ្នកណាថាគ្មានលុយប៉ៅបងចង់ធ្វើឲ្យខ្ញុំបាក់មុខមែនទេចឹងឯងអាចចេញលុយខ្លួនឯងបានបងថ្លៃលើកចុងក្រោយហើយបងជួយគិតលុយសិនទៅថ្ងៃក្រោយខ្ញុំច្បាស់ជាសង្លុយចាស់ទាំងអស់ទៅបងវិញមិនខានលើកមុនឯងក៏និយាយបែបនេះដែរគ្រួសារញ៉ាំអាហារជុំគ្នាបុណ្យសែនព្រះខែអ្នកណាចេញក៏ដូចតែគ្នាចាំបាច់គិតគូច្បាស់លាស់ម្លេះបងធ្វើអីហ្នឹងថតវីកេបាត់បងថតវីធ្វើអីផ្ញើចូលគ្រប់គ្រួសារបងចង់បង្ខំខ្ញុំមែនទេចឹងឯងអាចចេញខ្លួនឯងបានបើមិនអញ្ចឹងទេឲ្យអ្នកគ្រប់គ្នាដឹងទៅថា68800នេះអ្នកណាជាអ្នកចេញឲ្យប្រកាសលេងហៅគិតលុយមិនទាន់រួចទេអីមិនក៏យូរម្លេះអ្នកនៅខាងក្នុងកំពុងរងចាំត្រឡប់ទៅវិញចិត្តរួចហើយខ្ញុំឲ្យគាត់ជួយមើលវីកេបាត់ក្រែងលោកគិតខុសវីកេបាត់គ្មានបញ្ហាទេគឺសរុប68800វីកេបាត់មិនខុសទេចុះមិនក៏អ្នកនៅតែមិនទាន់ទូទាត់ទៀតខ្ញុំប្រកាសជាទូទាត់មិនមែនត្រឹមតែជាង60000ទេអីខ្ញុំនឹងទូទាត់ឥឡូវនេះយកម៉ាស៊ីនកាត់មកចាមានរឿងអីសេវានៅក្នុងសន្តាគារមិនសូវល្អទំព័រដើរយឺតបន្តិចអំបញ្ញមិញអ្នកនិយាយថាកំណត់ទឹកប្រាក់របស់អ្នកបងថ្លៃបងនិយាយតិចតួចបានទេកំណត់ទឹកប្រាក់អីអំបញ្ញមិញអ្នកមិនមែននិយាយថាទូទាត់ខ្លួនឯងទេអីកាត់របស់ខ្ញុំដល់កំណត់ទឹកប្រាក់ហើយដើមឡើយចង់ឲ្យបងថ្លៃជួយទូទាត់សិនតែគាត់បែរជាចង់ផ្ញើវិកេបតចូលក្នុងក្រុមឲ្យអ្នកគ្រប់គ្នាចេញលុយស្មើគ្នាគឺច្បាស់ណាស់ថាកាត់របស់អ្នកមិនមានលុយគ្រប់គ្រាន់បើអ្នកគ្មានលុយប៉ៅទេក៏ចេញលុយស្មើគ្នាទៅនរណាថាគ្មានលុយប៉ៅអ្នកគ្រាន់តែចង់ឲ្យសាច់ញាតិចេញលុយមែនទេមានរឿងអីគ្រាន់តែគិតលុយសោះមិនក៏ឆ្លោះគ្នាម៉ាក់គ្មានអីទេថ្ងៃនេះកាត់ខ្ញុំដល់កំណត់ទឹកប្រាក់ចង់ឲ្យបងថ្លៃជួយទូទាត់សិនថ្ងៃស្អែកខ្ញុំនឹងវេរឲ្យគាត់វិញតែបងថ្លៃបែរជារំលឹកពីរឿងចាស់នៅពេលនេះគាត់រៀបចំផ្ញើវិកេបតចូលក្នុងក្រុមឲ្យសាច់ញាតិទាំងអស់ចេញលុយស្មើគ្នាគូយានថ្ងៃនេះគឺជាបុណ្យសែនព្រះខែលីនហើយមានបំណងល្អប៉ៅអ្នកគ្រប់គ្នាញ៉ាំអាហារអ្នកបែរជាចង់ឲ្យគាត់បាក់មុខនៅចំពោះមុខអ្នកគ្រប់គ្នាដោយសារតែលុយប៉ុន្មានម៉ឺននេះមែនទេអ្នកដែលប៉ៅគឺគាត់ចុះហេតុអ្វីអ្នកដែលត្រូវទូទាត់លុយគឺជាខ្ញុំអ្នកជួយចេញលុយឲ្យបងថ្លៃសិនមានបញ្ហាអីធ្វើជាកូនប្រសាចូលផ្ទះខាងស្រីប៉ុន្មានឆ្នាំមកនេះសូម្បីតែរឿងទំនាក់ទំនងសង្គមប៉ុណ្ណឹងក៏មិនយល់ដែរគូយានសុទ្ធតែជាមនុស្សមួយគ្រួសារលីនហៅគ្រាន់តែខ្វះខាតមួយរយៈអ្នកទូទាត់លុយសិនទៅមានរឿងអីចាំទៅដល់ផ្ទះសិននិយាយមែនហើយថ្ងៃនេះមានសាច់ញាតិជាច្រើននៅទីនេះអ្នកកុំធ្វើឲ្យស្ថានភាពមើលទៅអាក្រក់ពេកបងថ្លៃខ្ញុំបានប្រាប់ហើយថាថ្ងៃស្អែកនឹងសងបងវិញបងចាំបាច់បង្ខំឲ្យម៉ាក់បារម្ភជាមួយបងមែនទេលោកពូទី3លោកពូក៏គិតថាលុយនេះខ្ញុំគួរតែចេញសិនដែរមែនទេប្រកាសណាស់រឿងគ្រួសារអញដោះស្រាយបញ្ហាចំពោះមុខសិនទៅអីចឹងលោកពូអាចជួយចេញឲ្យគាត់សិនទៅខ្ញុំចេញអំបញ្ញមិញលោកពូមិនមែននិយាយថាមនុស្សមួយគ្រួសារគួរតែជួយគ្នាទេអីថ្ងៃនេះខ្ញុំចេញក្រៅមិនបានយកលុយមកច្រើនទេទូរស័ព្ទនរណាគេវេលុយអ្នកមីងក៏គិតថាមិនគួរឲ្យលីនហាប់បាក់មុខដែរមែនទេខ្ញុំគ្រាន់តែគិតថាមនុស្សមួយគ្រួសារមិនចាំបាច់ឆ្លោះគ្នាដល់ថ្នាក់នេះទេអញ្ចឹងអ្នកមីងទូទាត់ជំនួសគាត់ទៅខ្ញុំមានលុយជាង60000ឯណាខ្ញុំមិនទូទាត់គឺគ្មានមនោសញ្ចេតនាពួកអ្នកមិនទូទាត់គឺដោយសារតែគ្មានលុយគូយានអ្នកយកពាក្យទាំងនេះមកបិទមាត់ចាស់ទុំមានន័យថាម៉េចពួកអ្នកសុទ្ធតែគិតថាមនុស្សមួយគ្រួសារគួរតែនិយាយពីមនោសញ្ចេតនាចុះយប់នេះលុយ68800នេះនរណាជាអ្នកចេញជំនួសលីនហាវបានហើយមិនមែនត្រឹមតែ68800ទេអីខ្ញុំទូទាត់ខ្លួនឯងបងថ្លៃបងពិតជាគិតថាបើគ្មានបងខ្ញុំសំបីតែប៉ាវបាយមួយពេលក៏គ្មានលុយដែរមែនទេមានលុយប៉ាវអីចឹងអ្នកទូទាត់ទៅមិនក៏ទូទាត់មិនបានសេវានៅក្នុងសន្តាគារខ្សោយពេកអំបញ្ញមិញទំព័រដើមមិនទាន់
តើបណ្ដាញអ៊ីនធឺណិតសន្តាគាររបស់អ្នកមានបញ្ហាអ្វីសូម្បីតែលុយក៏ទូទាត់មិនបានដែរលោកលីនបណ្ដាញអ៊ីនធឺណិតសន្តាគារដំណើរការធម្មតាលោកអាចភ្ជាប់ Wi-Fi របស់យើងបានអំបញ្ញមិញថាមានដែនកំណត់ការធនាគារឥឡូវថាសេវាខ្សោយទៀតតើអញបំរុងនឹងនិយាយអ្វីបន្តទៀតឈប់និយាយផ្លែផ្កានៅទីនេះទៅកូដកាតប្រតិបត្តិការបរាជ័យលោកលីនកាតនេះមិនអាចបញ្ចប់ប្រតិបត្តិការជាបណ្ដោះអាសន្នទេតើលោកមានកាតធនាគារផ្សេងទៀតទេតើម៉ាស៊ីនរបស់អ្នកខូចមែនទេខ្ញុំទើបតែប្រកាសនេះនៅពេលរសៀលសោះលីនហៅឯងមិនមែនថាការរកស៊ីរបស់ឯងដំណើរការល្អទេសូម្បីតែលុយ518,800ក៏ដកមិនបានដែរចុះហេតុអ្វីអំបញ្ញមិញឯងប្រញាប់ចេញមុខប៉ាវគេម្លេះនរណាថាខ្ញុំដកមិនបានគ្រាន់តែប្រព័ន្ធធនាគារមានបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះតើប្រព័ន្ធមានបញ្ហាឬក៏មនុស្សមានបញ្ហាបងថ្លៃបងចង់បង្ខំខ្ញុំឲ្យស្លាប់មែនទេមិនមែនខ្ញុំបង្ខំឯងទេគឺវិកេបត្រកំពុងរងចាំឯងកូវៀនតតែឃើញលីនហៅបាក់មុខនៅចំពោះមុខគេឯងទើបឯងពេញចិត្តមែនទេពេលគេថាប៉ាវម៉ាក់សរសើរគេថាកតញ្ញូថាខ្ញុំមិនយល់ពីមនោសញ្ចេតនាឥឡូវគេទូទាត់លុយមិនបានម៉ាក់បែរជាមកបន្ទោសខ្ញុំទៅវិញបើឯងមានលុយជួយគេបន្តិចទៅវាយ៉ាងម៉េចគេធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយចិត្តមិនមែនដើម្បីមុខមាត់គ្រួសារលីនយើងទេរាល់ពេលដែលគេធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយចិត្តហេតុអ្វីបានជាគេតែងតែចាយលុយរបស់ខ្ញុំឯងនិយាយផ្ដេសផ្ដាសអ្វីម៉ាក់កូវៀនមិនបាននិយាយផ្ដេសផ្ដាសទេកាលពីឆ្នាំមុនពេលកូនបងប្អូនជីដូនមួយធ្វើគូមួយខែលីនហៅថាគេចំណាយ8,800លុយនោះគឺកូវៀនជាអ្នកចេញឲ្យមិនទេលើកនោះក៏កូវៀនជាអ្នកចេញឲ្យដែរលីនហៅមិនបានសងមួយកាក់មួយសេនទេលុយ88,000សម្រាប់ពិធីជប់លៀងខួបកំណើតលោកយាយទួតក៏កូវៀនជាអ្នកទូទាត់ដែរពិធីជប់លៀងខួបកំណើតលោកយាយទួតមិនមែនឯងជាអ្នករៀបចំទេពិធីជប់លៀងខ្ញុំជាអ្នករៀបចំគ្រាន់តែពេលខ្លះខ្ញុំខ្វះខាតលុយទើបពឹងបងថ្លៃឲ្យជួយទូទាត់សិនគេគ្រាន់តែចង់បង្ហាញសេចក្តីទញោឯងជួយបង្វិលលុយឲ្យគេបន្តិចទៅវាយ៉ាងម៉េចអាហារយប់នេះឯងត្រូវតែទូទាត់ដោយខ្លួនឯងកាន់នេះចាស់យើងក៏ត្រូវទូទាត់ម្ដងមួយដែរបងថ្លៃបងពិតជាមិនទុកមុខឲ្យខ្ញុំបន្តិចសោះមែនទេអ្នកដែលថាប៉ាវគឺឯងឥឡូវដល់វេនឯងទូទាត់ហើយឯងជាកូនប្រសាចូលនៅផ្ទះខាងប្រពន្ធពេញមួយថ្ងៃបើកឡានដឹកទំនិញក្លាសេដាដឹកអីវ៉ាន់តើឯងដឹងថាអ្វីទៅជាគិតយកទេយ៉ាងហោចណាស់លីនហាវក៏បានទ្រទ្រង់អាជីវកម្មគ្រួសារដ៏ធំមួយនេះដែរក្រៅពីដឹកគ្រឿងសមុទ្ររាល់ថ្ងៃតើឯងធ្លាប់ធ្វើអ្វីខ្លះសម្រាប់គ្រួសារនេះអគ្គនាយកគូទីបំផុតរកលោកឃើញហើយអំបញ្ញមិញគេហៅកូវៀនថាអ្វីអគ្គនាយកគូបង្កងខៀវនឹងត្រីតុកកែដែលមកដល់យប់នេះសុទ្ធតែនៅលើឡានតើខាងសឹងហឺនៅតែទម្លាក់តាមចំនួនដើមឬស្តុករបស់សឹងហឺយប់នេះគ្រប់គ្រាន់ហើយមិនបាច់ទម្លាក់ទេបង្កងខៀវនឹងត្រីតុកកែប្រភេទដែលដឹកទៅសន្តាគារយន្តទីងទាំងអស់ព្រឹកស្អែកពួកគេមានពិធីជប់លៀងលំដាប់ខ្ពស់ពីរយល់ហើយអគ្គនាយកលីរបស់យន្តទីងទើបតែទឿន3ដងអំបញ្ញមិញគាត់ថាភ្ញៀវក្រុមនេះមានតម្រូវការខ្ពស់ទទួលស្គាល់តែទំនិញរបស់គ្រឿងសមុទ្រសានកុំប៉ុណ្ណោះយន្តទីងមិនមែនជាសន្តាគារល្អបំផុតក្នុងក្រុងទេគ្រឿងសមុទ្ររបស់ពួកគេក៏ផ្គត់ផ្គង់ដោយកូវៀនដែរអគ្គនាយកគូយប់នេះលោកក៏នៅទីនេះដែរបាទមកញ៉ាំបាយជាមួយគ្រួសារបើដឹងថាលោកនៅទីនេះខ្ញុំគួរតែមកចូលកែមួយគ្រឿងសមុទ្រលំដាប់ខ្ពស់ការផ្គត់ផ្គង់គ្រឿងសមុទ្រគឺអរគុណដល់ការយកចិត្តទុកដាក់របស់អ្នកធ្វើតាមអ្វីដែលលោកគេបាននិយាយស្តុកនៅខាងឆេងហើយលោកគេបានឲ្យគេបំពេញវានៅរសៀលនេះតើគេវ៉ាន់មិនមែនជាអ្នកដឹកជញ្ជូនគ្រឿងសមុទ្រទេអ្នកដឹកជញ្ជូនគ្រឿងសមុទ្រលោកគេមិនមែនជាអ្នកដឹកជញ្ជូនទេប៉ុន្តែជាថៅកែក្រុមហ៊ុនយួនហេសន្តាគារលំដាប់ខ្ពស់ភាគច្រើននៅក្នុងទីក្រុងយកទំនិញពីលោកការផ្គត់ផ្គង់យួនហេខ្ញុំធ្លាប់ឮគេនិយាយថាក្រុមហ៊ុននោះមានចំណូលរាប់រយលានក្នុងមួយឆ្នាំអ្នកទាំងអស់គ្នាបានឮហើយមែនទេសន្តាគារយ៉ាងទាំងត្រូវរងចាំទំនិញរបស់អ្នកក្រុមហ៊ុនមានចំណូលរាប់រយលានក្នុងមួយឆ្នាំ58,800សម្រាប់អ្នកគឺមិនស្មើនឹងរោមមួយសរសៃផងហេតុអ្វីអ្នកមិនចេញឲ្យខ្ញុំកែវ៉ាន់អ្នកមានសមត្ថភាពខ្លាំងម៉េចមិនប្រាប់ពីមុនដោយសារអ្នកមិនខ្វះលុយគ្រាន់តែចេញជំនួសលេងឲ្យទៅមិនបានទេហេតុអ្វីទុកឲ្យគ្រួសារឈរនៅទីនេះមើលរឿងកំ pl ាញអ្នកមានមុខចំនួនធំបែបនេះតែបែរជាមើលប្អូនថ្លៃខ្លួនឯងបាក់មុខតើអ្នកនៅជាមនុស្សទេតើអ្នកមានបំណងអ្វីអំបញ្ញមិញអ្នកគិតថាខ្ញុំគ្មានលុយនិយាយថាខ្ញុំគ្មានសមត្ថភាពទប់ទល់នឹងស្ថានភាពឥឡូវដឹងថាខ្ញុំមានលុយក៏គិតថាខ្ញុំគួរតែចេញលុយជំនួសលេងឲ្យតាមពិតអ្វីដែលអ្នកចង់បានមិនមែនជាមនោសញ្ចេតនាគ្រួសារទេគឺការបូបលុយរបស់ខ្ញុំអ្នកនិយាយស្ដាប់ទៅពិបាកស្ដាប់ណាស់ខ្ញុំគ្រាន់តែខ្វះខាតមួយរយៈមិនមែនថាមិនសងអ្នកទេលុយដែលចេញឲ្យពីមុនតើអ្នកធ្លាប់សងទេអ្នកអាចគ្មានលុយតែមិនអាចគ្មានលុយហើយធ្វើជាចិត្តទូលាយប៉ាវគេទេខ្ញុំក៏ដើម្បីឲ្យម្ដាយយើងមានមុខមាត់ដែរតាអ្នកអាចរក្សាមុខមាត់តែមិនត្រូវយកលុយខ្ញុំទៅធ្វើជាមុខមាត់របស់អ្នកទេវិកេបតយប់នេះអ្នកអាចទូទាត់ខ្លួនឯងឬអ្នកញ៉ាំបាយទាំងអស់គ្នាចេញស្មើគ្នាកៃវ៉ាន់អ្នកប្រហើនណាស់អ្នកណាដែលបញ្ចុះបញ្ចូលខ្ញុំឲ្យចេញលុយជំនួសគាត់អ្នកនោះជួយគាត់ចេញមុនទៅលោកលិនពិធីជប់លៀងសន្តាគារត្រូវតែទូទាត់នៅថ្ងៃដែលសុំអ្នកទូទាត់នៅទីនេះប្រញាប់ធ្វើអ្វីត្រឹមតែ68,800តើខ្ញុំអាចបោកប្រាស់វិកេបតសន្តាគាររបស់អ្នកបានទេចាស់សុំទូទាត់នៅទីនេះបងថ្លៃឡូឡាគ្រប់គ្រាន់ហើយទូទាត់វិកេបតសិនទៅមានរឿងអីយើងទៅផ្ទះចាំនិយាយគ្នាទៀតខ្ញុំនឹងទូទាត់អញ្ចឹងទើបត្រូវសុទ្ធតែជាគ្រួសារតែមួយចាំបាច់ត្រូវធ្វើឲ្យទៅជាបែបនេះធ្វើអ្វីយប់នេះមានមនុស្សប៉ុន្មានអ្នកពីទោសរក20នាក់68,800ចែកជា20នាក់ម្នាក់3,440យន់ខ្ញុំនឹងប្រពន្ធខ្ញុំ2នាក់6,880យន់ខ្ញុំគ្រាន់តែទូទាត់ចំណែករបស់យើងប៉ុណ្ណោះហើយវ៉ាន់តើអ្នកមានន័យយ៉ាងម៉េចទូទាត់ការទូទាត់បានជោគជ័យថ្លៃបាយរបស់ខ្ញុំនឹងលិនយបានទូទាត់រួចរាល់ហើយចាស់លោកគេនៅសល់61,920យន់ខ្ញុំនឹងរកពួកគេដើម្បីទូទាត់បងថ្លៃអំបញ្ញមិញខ្ញុំបាននិយាយច្បាស់ហើយថាយប់នេះខ្ញុំប៉ាវឥឡូវអ្នកចេញលុយស្មើគ្នានៅមុខសាច់ញាតិតើមិនមែនមានចិត្តណាធ្វើឲ្យខ្ញុំបាក់មុខទេអ្នកនិយាយថាអ្នកប៉ាវអញ្ចឹងលុយដែលនៅសល់គួរតែអ្នកជាអ្នកចេញឥឡូវកាត់ខ្ញុំមានដែនកំណត់តើអ្នកមិនអាចជួយខ្ញុំទូទាត់សិនទេមិនបានទេ
Gai wanក្រុមហ៊ុនអ្នកមានចំណូលច្រើនណាស់ក្នុងមួយឆ្នាំលុយជាង 60000 មិនមែនជាបញ្ហាសម្រាប់អ្នកទេលុយតិចគឺច្រើននឹងថាតើខ្ញុំគួរមានរឿងអីខ្ញុំបានគិតលុយថ្លៃម្ហូបខ្ញុំរួចហើយបើពូទីបីគិតថាគួរតែចេញច្រើនជាងនេះពូអាចគិតលុយទៅពូទាំងអស់តែម្ដងទៅបើអញបែងចែកបែបនេះចុះពាក្យដែល Lin Have និយាយថាប៉ាបំបាញ់មិញមិនខ្លាយជារឿងកំ pl ែងទៅហើយទេអីអ្នកដែលធ្វើឲ្យវាខ្លាយជារឿងកំ pl ែងមិនមែនខ្ញុំទេគឺគេដែលនិយាយធំតែគ្មានលុយគិតគូវៀនបងឯងមានចិត្តណាធ្វើឲ្យខ្ញុំខ្មាស់គេខ្ញុំគិតលុយថ្លៃម្ហូបខ្លួនឯងហេតុអីធ្វើឲ្យឯងខ្មាស់គេបងដឹងច្បាស់ហើយថាបានមានខ្ញុំបាននិយាយនៅមុខអ្នកគ្រប់គ្នាថាខ្ញុំជាអ្នកប៉ាចឹងឯងប៉ាវទៅខ្ញុំមិនបានខត់ឯងទេតែឯងនិយាយថាប៉ាវខ្ញុំត្រូវតែចេញលុយជំនួសឯងមែនទេគូវៀនមិនបានឲ្យឯងប៉ាវទេគឺឯងខ្លួនឯងចង់បានមុខមាត់ធ្វើជាចិត្តទូលាយបងស្រីកុំមកជួយនិយាយកាន់ជើងគាត់នៅទីនេះគាត់បានគិតលុយសម្រាប់ពួកយើងទាំងពីររួចហើយនៅសល់គឺវិក្កយបត្ររបស់ឯងនិងសាច់ញាតិមិនពាក់ព័ន្ធនឹងគាត់ទេលីនយីពេលញ៉ាំអីអំបញ្ញមិញលីនហាវបាននិយាយថាគេជាអ្នកប៉ាវលីនយីមហូបទាំងអស់គឺលីនហាវជាអ្នកកំងសុទ្ធតែបង្កងនឹងប៉ាវហឺឥឡូវឲ្យពួកយើងចេញខ្លួនឯងចុះឥឡូវគេគ្មានលុយគិតទេអ្នកទាំងអស់គ្នាអាចទៅរកគេបានវាមិនពាក់ព័ន្ធនឹងខ្ញុំទេបងថ្លៃបងមានក្រុមហ៊ុនធំបែបនេះហេតុអីក៏ចេះតែចង់គិតលុយជាមួយខ្ញុំម្នាក់ជាង 3000 យន់បងជួយចេញឲ្យខ្ញុំតែម្ដងទៅមិនបានទេអីព្រោះចាប់ពីយប់នេះទៅខ្ញុំលែងចេញលុយដើម្បីមុខមាត់ឯងទៀតហើយបងថ្លៃបងមានក្រុមហ៊ុនធំបែបនេះហេតុអីក៏ចេះតែចង់គិតលុយជាមួយខ្ញុំម្នាក់ជាង 3000 យន់បងជួយចេញឲ្យខ្ញុំតែម្ដងទៅមិនបានទេអីព្រោះចាប់ពីយប់នេះទៅខ្ញុំលែងចេញលុយដើម្បីមុខមាត់ឯងទៀតហើយមិនមែនត្រឹមតែ 61920 យន់ទេអីបងថ្លៃគេនេះមិនខ្វល់ទេខ្ញុំជាម្ដាយនឹងខ្វល់ម៉ាក់នេះជាលុយសោធននិវត្តន៍របស់ម៉ាក់ណាលុយរបស់ម៉ាក់ចង់ឲ្យអ្នកណាប្រើក៏បានមិនដល់វេនឯងមកខ្វល់ទេ